រឿងសាច់ស្នែងមួយនេះក៏ខ្ញុំទៅសើមែនទេបងទាំងអស់នេះសិតតែជាស្នែងទាំងអស់ណាតែច្រឡំទៅយើងខ្មៅជេបមកមែនទេគឺជាសាច់ស្នែងបត់ធ្លុកម្ចាស់គាត់ថាធ្លុះគឺខ្ញុំធ្លុះតាមម្ចាស់គាត់ហើយតែបើសួរខ្ញុំអត់ដឹងថាធ្លុះឬធ្លាយយ៉ាងណាទេពួកខ្ញុំអត់ជំនាញខាងស្នែងតែម្ចាស់គាត់យកមកធ្វើបងខ្ញុំទៅសើមួយត្រង់ឲ្យចេះយកយើងស្វានមកហើយគឺស្នែងនេះគឺថាវាអត់ងាយបែកតែម្ដងបើថាស្វាន10គ្រាប់គឺមកទាំង10គ្រាប់បើថាឲ្យបែកធ្លុះធ្លាយគឺមិនងាយបែកតែម្ដងទៅសើសាច់ស្នែងត្រង់នេះអូខេបើថាយើងចាក់ទៅវាមានសាច់វាស្ដើងមកជាយើងក្រាំជាយើងអានោះវាអាចទាំងថានឹងមានសាច់ស្នែងអត់ពេញប៉ុន្តែបើថាឲ្យរឿងបែកមួយគឺអត់មានសោះពីម្ចាស់គាត់ចាក់បានគ្រប់ចំនួនរបស់គាត់ហើយបងមានទាំងខ្សែដៃមានទាំងខ្សែកណាហើយមានច្រើនខ្នាតបងមានចាប់ពីខ្នាត7លីគាត់ចាក់រហូតដល់ខ្នាត12លីហើយនឹងផ្នែកមួយផ្នែកនេះវិញគឺជាសាច់ដែលយើងចាក់យកក្របវាហើយចាក់ក្របវាហើយគឺនៅសល់អាស្នែងកតិស្កទីស្នែងហ្នឹងក៏យើងច្រកឲ្យម្ចាស់គាត់វិញដែរហើយតែថាម្ចាស់គាត់ថាត្រូវការច្រកឲ្យវិញគឺច្រកហើយបើថាម្ចាស់គាត់ថាខ្ជិលយកទៅវិញគឺទុកចោលនៅនេះទៅណាបងហើយអានេះគឺជាសាច់នៅសល់បងសាច់ដែលនៅសល់របស់គាត់គឺចាក់បានច្រើនហើយនៅសល់ស្នែងធំច្រើនទៀតអញ្ចឹងទាំងសាច់ស្នែងទាំងសាច់ចំណាំងនោះគឺយើងទៅខ្ចប់ទៅជូនម្ចាស់គាត់វិញទាំងអស់អាក្រោមជើងរបស់ខ្ញុំនោះគឺជាកតិកទីរបស់វាទាំងអស់ហ្នឹងបង